វីដេអូនេះមកបង្ហាញបងប្អូនពីការធ្វើម្សៅជ្រលក់ធ្វើម៉េចឲ្យបានជាប់យូរហើយមិនងាយទាក់សក់ក្បាលហើយមិនប្រេះកញ្ចក់ដៃភ្ញៀវខ្ញុំនេះលីនដាគាត់ធ្វើតាំងពីមុនខ្ញុំទៅស្រុកខ្មែរមួយអាទិត្យបើគិតមកទល់ឥឡូវនេះគឺ5អាទិត្យជិត6អាទិត្យហើយមុនដំបូងយើងត្រូវការទៅដោះពណ៌គាត់ចេញអ្នកទាំងអស់គ្នាការដោះពណ៌បងប្អូនបើកម៉ាស៊ីន speak ឲ្យលឿនបំផុតនិយាយទៅខ្ញុំមូ speak នេះគឺពាក់កដាលអ្នកទាំងអស់គ្នាគឺលឿនមែនតែនលេខ16អូខេហើយសម្រាប់ម៉ាស៊ីនណាបើសិនជាយើងបើកយឺតគឺយើងដោះពណ៌គេប្រកាសជាឈឺដៃហើយបន្ទាប់ពីយើងត្រៀលអីដោះពណ៌អីឲ្យស្ដើងហើយយើងដាក់អាសធនដែលយើងត្រាំរួចរាល់ជាមួយនឹងសម្លៃហ្នឹងណាអញ្ចឹងយើងយកមករុំវិចខ្ចប់អញ្ចឹងមកទុកប្រហែលជាអត់បាន2នាទីផងបងប្អូនឃើញគឺចេញអស់បាត់ហើយអញ្ចឹងរាល់ការធ្វើម្សៅជ្រលក់របស់ខ្ញុំត្រឹមតែ20នាទីទៅ25នាទីទេអូខេហើយភ្ញៀវខ្ញុំនេះគាត់មកម៉ោង9អញ្ចឹងគាត់ណាត់ជាមួយខ្ញុំគាត់ថាគាត់សុខចិត្តអង្គុយចាំខ្ញុំគាត់ទេសួរដែរថាខ្ញុំមកវិញថ្ងៃណាអញ្ចឹងណាបន្ទាប់ពីយើងត្រៀលអាក្បាលដែកហើយយើងមកត្រៀលអាគ្រើមខ្មៅវិញបន្ទាប់ពីត្រៀលអាគ្រើមខ្មៅហើយយើងមកដាក់នេះគេហៅថាទឹកលេខ1ហ្នឹងគឺទឹកបញ្ជាប់អ្នកទាំងអស់គ្នាបន្ទាប់មកបើគេចង់កាត់ឲ្យគេបន្តិចទៅហើយបើគេមិនចង់កាត់ទេដាក់បេសនេះបេសទឹកលេខ2ហ្នឹងលាបយកតែម្ដងអូខេហើយសម្រាប់ការលាបបេសគឺខ្ញុំដាក់បេស2ជាន់បន្ទាប់មកទៀតយើងមកជ្រលក់ base clear ហ្នឹងគឺធ្វើឲ្យកញ្ចក់ហ្នឹងរឹតតែជាប់រឹតតែ strong រឹតតែមិនងាយបែកមិនងាយប្រេះ base clear ហ្នឹងគឺយើងត្រូវការដាក់2ជាន់មុនដំបូងលាបពាក់កណ្ដាលទី2គឺយើងលាបពេញផ្ទៃកញ្ចក់តែម្ដងអ្នកទាំងអស់គ្នាបន្ទាប់មកយើងបំបោសអីឲ្យស្អាតទៅយើងត្រូវជ្រលក់ពណ៌ការជ្រលក់ពណ៌អ្នកទាំងអស់គ្នាចង់ជ្រលក់3ម្រាមក៏បានជ្រលក់2ម្រាមក៏បានដែរជ្រលក់ពណ៌ខ្ញុំត្រូវការលាបពេញអញ្ចឹងតែម្ដងគឺអត់មានទុកចោលមកតសៃសក់អីទេគឺលាបធ្វើមិនក៏ដោយឲ្យដល់គល់កញ្ចក់ហើយជ្រលក់2ដងដែរហើយជ្រលក់អញ្ចឹងហើយយើងត្រូវការឡប់ឡែពីមួយជាន់ទៅមួយជាន់ទៀតអញ្ចឹងណាដើម្បីអីឲ្យឃើញពណ៌កាន់តែដិតបានល្អសម្រាប់ពណ៌ថ្ងៃនេះគឺគាត់យករៀងស្លឹកឈើអ្នកទាំងអស់គ្នាស្លឹកឈើខែហ្នឹងគឺវារៀងប្រៅណោះអញ្ចឹងទៅគាត់យកពណ៌ហ្នឹងឯងហើយពណ៌ហ្នឹងគឺស្អាតមែនតែនភ្ញៀវខ្ញុំហ្នឹងគឺគាត់ដូចថានិយាយទៅស្វិតស្វាញជាមួយខ្ញុំមកបងប្អូនគាត់អត់ចង់ដូរជាងឯងគាត់ថាគាត់ខ្ជិលគាត់សុកចិត្តអង្គុយចាំខ្ញុំអូនិយាយទៅស្មោះត្រង់ប៉ុន្តែទឹកតែអត់ឲ្យច្រើនទេ7រៀលចាបន្ទាប់ពីយើងជ្រលក់2ជាន់អីរួចរាល់ហើយយើងមកជ្រលក់បេសមួយជាន់ទៀតណាបេស clear ហ្នឹងណាធ្វើអញ្ចឹងដើម្បីអីឲ្យកញ្ចក់ហ្នឹងកាន់តែរឹងមាំកាន់តែ strong ហើយវាអត់ងាយបាក់ងាយឈីបអីអញ្ចឹងទៅបើកាលណាយើងប្រើអត់គ្រប់ទេគឺវានឹងងាយបាក់ងាយឈីបហើយសម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រៀលអ្នកទាំងអស់គ្នាកាន់មិនកាន់នៅធ្វើមិនឲ្យតែស្រួលណាហ្នឹងហើយបន្ទាប់មកយើង buffer បោះអីហើយមិនបាច់ឲ្យគេទៅលាងដៃទេយើងលាប base coat មក base coat អីរួចរាល់ហើយគឺលាប top coat gel ទៅជាការស្រេចហើយអញ្ចឹងកញ្ចក់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយសម្រាប់ភ្ញៀវខ្ញុំគឺខ្ញុំឆោចគាត់45រៀលគាត់ឲ្យទឹកតែខ្ញុំ27រៀលអូខេជួបគ្នា